Som semakom konserទាំងអស់គ្នាដែលមកកាន់ channel ឬក៏ page របស់លោកគ្រូអញ្ចឹងហើយថ្ងៃនេះលោកគ្រូមកធ្វើមេរៀនមួយដែលតាក់ទងនឹងសំណួររបស់សិស្សមួយសួរក្នុងក្រុម Telegram ហើយគាត់ធ្វើមេរៀនរបៀបនេះហើយគាត់ទៅសាំទៅវាអត់ចាញ់ចុះពិតណាស់ហើយបើយើងសរសេរលេខផងអក្សរផងប្រកាសជាយើងសាំមិនចាញ់ទេអញ្ចឹងហើយដើម្បីឲ្យយើងសាំបានទោះបីតែមានជាប់អក្សរនៅពីក្រោយក៏យើងអាចសាំបានអញ្ចឹងលោកគ្រូនឹងឆ្លើយនៅសំណួរនេះក៏ដូចជាបង្រៀននៅសិស្សដែលមករៀនផ្ទាល់ហើយក៏នឹងសិស្សដែលរៀនក្នុងក្រុមអញ្ចឹងហើយកុំឲ្យខាត់ពេលយូរយើងមកដឹងអំពីដែលគ្រូដាក់ថា Excel 2024ឡើងនិង Excel ធម្មតាតើនេះមានន័យយ៉ាងដូចម្ដេចអញ្ចឹងហើយសម្រាប់ Excel 24ឡើងទៅប្រកាសជាធ្វើនៅរូបមន្តទាំងពីរនេះបានហើយ Excel ធម្មតាយើងមិនអាចធ្វើតាមរូបមន្តទាំងពីរនេះបានទេអញ្ចឹងដើម្បីឆែកមើល Excel យើងតើ Excel យើងជា Excel ធម្មតាឬក៏ជា Excel មិនធម្មតាយើងចូលតាមណាយនេះយើងចូលទៅ file នេះយើងចូលទៅ file នេះ file ហើយយើងចូលត្រង់នេះ account ហើយយើងឃើញហើយថារបស់លោកគ្រូជា2024 version ហើយជារបស់ license ទៀតហើយបើសិនជាយើងមានសមត្ថភាពយើងអាចទិញនៅ Excel 365ប្រើល្អប៉ុន្តែបើយើងមិនសូវមានការងារអុយធំដុំយើងប្រើរបស់ក្រេក៏បានដែរមិនចាំបាច់ license ទេអញ្ចឹងហើយកុំឲ្យខាត់ពេលយូរតែយើងធ្វើរបៀបណាដើម្បីដែលការគណនាតម្លៃលេខដែលជាតួអក្សរដែលប្រើរូបមន្តសាំអញ្ចឹងទី1យើងត្រូវប្រើនៅសាំយើងប្រើមកសាំហើយយើងបើកបង្កញ្ចក់ sum test before ស្អីមកយកមក test before នេះរួចយើងទៅ select នៅជួរដែលយើងចង់គណនាទាំងអស់មកហើយយើង comma មួយហើយយើងបើកផ្នែកកណ្ដោយើងដក clear បើកផ្នែកកណ្ដោទៀតហើយយើងបិទបង្កញ្ចក់យើងគុណនឹង1គុណ1មកបិទបង្កញ្ចក់វិញ enter អញ្ចឹងប្រកាសជាបានណាអញ្ចឹងទី2វិញទី2យើងប្រើរូបមន្ត test before យើងប្រើមកស្មើ test before រួចហើយយើងមក select ត្រង់ជួរដែលយើងចង់គណនាទី1រហូតដល់ចុងបញ្ចប់មកអញ្ចឹងត្រង់កន្លែងនេះបើយើង select មិនកើតទេដោយសារតែអក្សរនេះវាច្រើនលើជួរនេះយើងមើលមកយើងឈរលើជួរ A ជួរ D យើងឈរលើលេខ5អញ្ចឹងយើងវាយមក A5 ទៅដល់ shift ជាមួយសញ្ញាចុចនេះមកដល់ A11 មកយើងសេត្រូវវានឹង select ឲ្យយើងអញ្ចឹងហើយយើងប្រើនៅ comma 1ហើយយើងបើកទ្វីកណ្ដោហើយយើងដាក់ clear បើកទ្វីកណ្ដោទៀតហើយយើងបិទនៅបង្កញ្ចក់យើងគុណនឹង1មកហើយយើង enter អញ្ចឹងហើយយើងអាចទាញអញ្ចឹងមកបើមិនចាញ់នៅលើគ្រូណាហើយយើងសាំបានស្មើយើងសាំមកណាយើង select មកហើយយើងសាំបានហើយសម្រាប់វិធីសាស្ត្រទី3សម្រាប់ Excel យើងដែលមាន version ចាប់ពី2007 2013 2010 2016 2019ឬក៏2021អីប៉ុន្តែ2021លោកគ្រូអត់ច្បាស់ទេមិនដឹងអាចធ្វើបានដូចខាងនេះនឹងអត់ទេប៉ុន្តែបើសិនជាសិស្សធ្វើមិនបានទេដែល version ទាបអាចធ្វើតាមវិធីសាស្ត្រទី3ទី4បានអញ្ចឹងហើយទី3យើងប្រើនៅស្មើប្រើរូបមន្ត left ណាស្មើរួចយើងចុចនៅជួរលើគេបំផុតមកយើងចង់គណនាអញ្ចឹងហើយយើងប្រើ comma អញ្ចឹងវាសួរយើងថាបូកលេខប្រមាណខ្ទង់អញ្ចឹងហើយយើងមិនបាច់ទេមិនបាច់ដាក់2ខ្ទង់ឬ3ខ្ទង់ទេនាំតែលំបាកយើងប្រើនៅរូបមន្តមួយ find ហ្នឹងឯង find មកនេះរួចហើយយើងបើកផ្នែកកណ្ដោដាក់ clear ទៀតយើងផ្នែកកណ្ដោទៀតហើយយើង comma មួយយើងមក select លើជួរលើទៀតហើយយើងប្រើនៅបិទបង្កញ្ចក់ហើយយើងទៅដកនឹង1ដក1ហើយយើងបិទបង្កញ្ចក់វិញណាយើងបិទបង្កញ្ចក់វិញគុណ1 enter នេះអញ្ចឹងយើងទាញមកហើយយើងអាចសាំបានហើយយើងសាំមើលសាំនេះយើងអូសពីក្រោមក៏បានពីលើក៏បានណាអញ្ចឹងសម្រាប់ Excel ធម្មតាទី4ស្រួលបំផុតមិនធម្មតាក៏ដោយទី4នេះស្រួលជាងគេបំផុតមិនចាំបាច់ប្រើរូបមន្តញ៉ៃទេយើងកាន់តែ select ទាំងអស់មកអ្វីដែលយើងចង់គណនាយើងចុច Ctrl X ហើយបើយើងចង់យកអ្នកនេះមកដាក់ QY ចូលយើង copy មកយកចុច
យើងចុចមកក៏បានចូលពាក្យ copy ចឹងមកហើយចុច replace all ឬចុច OK ចុច close ហើយត្រង់កន្លែងនេះបើយើងចង់ format ដាក់អ្នកពីក្រោយយើងគ្រាន់តែមកស្ដាំយើងចូល format cell យក custom ត្រង់ general យើងលុបចោលយើងវាយត្រឹមជ្រូកយើងដក clear យើងថ្មិញកណ្ដោហើយយើងផាសអ្នកនេះចូលមកថ្មិញកណ្ដោទៀតហើយយើង OK មកអញ្ចឹងហើយយើងសាំបានហើយយើងស្មើសាំចុចមកយើងសាំបានហើយណែអញ្ចឹងត្រូវដូចគ្នាអញ្ចឹងមេរៀននេះបើលោកគ្រូអ្នកគ្រូឬក៏សិក្សានុសិស្សយល់ថាមានប្រយោជន៍អញ្ចឹងជួយ Subscribe Channel របស់លោកគ្រូឬក៏ជួយ Like ជួយ Follow Page លោកគ្រូដើម្បីបានវីដេអូថ្មីៗទៀតហើយក៏ដើម្បីបានចំណេះចេះដឹងទៅដល់អ្នកផ្សេងទៀតសូមជួយ Share ទាំងអស់គ្នាអញ្ចឹងបើសិនជាសិក្សានុសិស្សឬលោកគ្រូអ្នកគ្រូប្រាថ្នាសិក្សានៅមេរៀនដែលពេញហើយជាក់លាក់ធ្វើមួយហើយយឺតហើយយល់បានសូមឲ្យតាក់ទងមកតាម Telegram របស់លោកគ្រូឬក៏ chat ចូល Page ដើម្បីតាក់ទងក្នុងការរៀនសូមអរគុណ